Trong việc số là cứ là sẽ là một đoạn họ nhé. Thằng này ní khi mình thêm bọt muối để lượt màu giấy vì sensor muối đã cho một tháng diffuse relative sensor là nó chất công là bọt nhóm cứ miền chân nguồn 4 nhé. Muối cho một thằng dịch net thì bí cho một trong petra thì bấy cho một KCH thì 4 cho một camera đi đài theo này đấy cứ trong một lượng năm bây giờ nó đầm bấy màu riêng vì diffuse relative sensor là chúng ta muối cứ để vì cả thì sát chặt gì nhá bỏ diffuse relativeទី2គឺសម្ភារៈអនុវត្តទី3គឺដំណើរការនៃការអនុវត្តចំណុចទី1គឺវិធីសាស្ត្រចាត់សញ្ញាវិធីចាត់សញ្ញានោះដែរគឺឧបករណ៍បញ្ជូននិងអ្នកទទួលពន្លឺត្រូវបានដំឡើងនៅជាមួយគ្នាហើយពន្លឺធម្មតាមិនត្រឡប់ទៅអ្នកទទួលទេនៅពេលដែលពន្លឺ emitter បានទៅលើ target ហើយពន្លឺផ្លាត់ពី target ចូល receiver វិញការកាត់ឡើងអង្គស្ទេពន្លឺនេះត្រូវបានប្រើដើម្បីរកវត្ថុនេះគឺជាដំណើរការនៃការចាប់សញ្ញារបស់ relative sensor ហើយយើងចូលដល់ចំណុចបន្តទៀតគឺលក្ខណៈពិសេសនៃ diffuse relative sensor ហ្នឹងគឺមានដូចជាទី1គឺចំណាយចាប់ target ហ្នឹងមានប្រវែងពី3ទៅ4សង់ទីម៉ែត្រហើយការលេខតម្រូវគឺវាមានភាពងាយស្រួលហើយអង្គតង់ស្ទេនៃពន្លឺផ្លាតមានស្ថិរភាពប្រតិបត្តិការនិងចំណាយនៃការចាប់ target ខុសគ្នាទៅតាមលក្ខខណ្ឌឧទាហរណ៍ភាពរលោងនិងភាពពណ៌ទៅលើវត្ថុនៃផ្ទៃវត្ថុឥឡូវគឺយើងស្អីដល់ពី accessory វិញដង accessory នេះយើងមាន board control ដែលមាន input power terminal និង output តទៅទៀតគឺយើងមានទូរទស្សន៍មាន board និងក្តារជំនួយហើយចំណុចចុងក្រោយនេះគឺជាឧបករណ៍ diffuse relative sensor ដែលនៅក្នុង sensor នេះគឺវាមាន2គឺមានemitter គឺជាផ្នែកដែលបញ្ចេញពន្លឺហើយ receiver គឺជាផ្នែកដែលចាប់យកពន្លឺឥឡូវនេះគឺយើងចូលដល់ការអនុវត្តវិញម្ដងតមកយើងដកយកខ្សែ receiver និងខ្សែ emitter ខ្សែ receiver ជាមានជើង3បន្ទាប់មកយើងយកទូរទស្សន៍ទៅមូលឲ្យតាមជើងរបស់វាដែលគេបានដាក់នៅខាងក្រោមហ្នឹងរីឯខ្សែ emitter គឺមានជើង2ហើយយើងយកទូរទស្សន៍មូលទៅតាមជើងដកជើងបូកដែលយើងបានរៀបចំឲ្យអស់ហើយយើងមូលទូរទស្សន៍ឲ្យណែនបន្ទាប់មកយើងយក emitter និង receiver បំពាក់ទៅលើបង្គោលជំនួយហើយយើងមូលរឹតបន្តឹងវាឲ្យជាប់នៃជើងទាំងពីររបស់បង្គោលជំនួយហើយយើងបំពាក់ដៃរបស់ឧបករណ៍ក្នុងការគៀបកណ្ដាស់ដើម្បីធ្វើឲ្យការចាប់សញ្ញាណរបស់ sensor រួចយើងយកខ្សែដុតនិង free បន្ទាប់មកយើងចុចយើងចាប់ដាក់បោក center បន្តទៀតគឺយើងយកអាជីពរបស់យើងនេះគឺតេស្តដល់យើងយកกระดาษដើម្បីសាក់ចាប់សញ្ញាអូខេតទៀតគឺយើងសាក់តែមើលពេលនេះគឺចាប់តាមដំណើរការយើងចាប់ដល់វាលុតពេលនេះគឺចាប់ដល់លុតភ្លើងអូខេនៅពេលដែលមាន object អ្វីមួយដែលឆ្លងកាត់មុខ sensor របស់យើងគឺវានឹងចាប់សញ្ញាបានហើយវាលុតភ្លើងឥឡូវនេះគឺយើងដល់ទៀតយើងសាក់យក mic មកវាស់ជាមួយនឹង object killer របស់យើងវិញយើងចង់ដឹងថាតើ sensor របស់យើងគឺចាប់បានចម្ងាយប្រហែលឧទាហរណ៍នេះនៅពេលចាប់បានប្រហែល10សង់ទីម៉ែត្រវាចាប់ដើមលុតចឹងថា sensor ចាប់បានប្រហែលប៉ុណ្ណាចំណែកមួយទៀតគឺយើងចាក់យកកណ្ដាស់វិញគឺយើងទៅវិញនៅចាប់បានចំណែកដល់ប្រហែល18សង់ទីម៉ែត្រគឺ sensor ចាប់បានឃើញណានេះគឺជាដំណើរការនៃ diffuse sensor ដែលខ្ញុំលើកយកមកបង្ហាញថ្ងៃនេះ